Asarita Angkor Resort និង Spa ជា resort ដែលមានផាសុកភាពនិងភាពស៊ីវិល័យបំផុតនៅយុគសម័យថ្មីទ្រទស្សនិកជននិស្សិតថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់240នាក់បានទទួលប័ណ្ណសរសើរនិងវត្ថុអនុស្សាវរីយ៍នៅថ្ងៃនេះពីអាយដាមបណ្ឌិតហ៊ុនម៉ាណែតប្រធានសមាគមនិស្សិតក្រីក្រអាហារូបករណ៍សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតនេះជាការយកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងគុណភាពឧត្តមសិក្សានៅកម្ពុជាស៊ីមចាន់នេះផ្ដល់ជូនព័ត៌មាននេះសាកលវិទ្យាល័យជាតិគ្រប់គ្រងនាថ្ងៃប្រហ័សទី25ខែកុម្ភៈឆ្នាំ2016នេះបានរៀបចំកម្មវិធីប្រគល់ជូនប័ណ្ណសរសើរដល់និស្សិតពូកែប្រចាំឆ្នាំនៃការអនុវត្តលើកកម្ពស់គុណភាពសិក្សានិងការប្រកួតប្រជែងស្នាដៃសិក្សាក្របខ័ណ្ឌនិស្សិតក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្តចំពោះនិស្សិតឆ្នើមរៀនពូកែក្នុងថ្នាក់រៀននិស្សិតពូកែមានស្នាដៃស្រាវជ្រាវជាក្រុមនិងនិស្សិតស្ម័គ្រចិត្តឆ្នើមក្នុងការចូលរួមបម្រើសង្គមចំនួន240នាក់ក្រៅមតិដីភាពអាយដាមបណ្ឌិតហ៊ុនម៉ាណែតប្រធានសមាគមសិស្សនិស្សិតក្រីក្រអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនអាយដាមបណ្ឌិតហៅប៉េងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានឲ្យដឹងថានិស្សិត240នាក់ដែលត្រូវប្រគល់ប័ណ្ណសរសើរនិងវត្ថុអនុស្សាវរីយ៍នាពេលនេះគឺជានិស្សិតរៀនពូកែប្រចាំឆ្នាំថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អាយដាមសាកលវិទ្យាធិការបានលើកឡើងថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាពពេញលេញគ្រប់ទីកន្លែងមានការអភិវឌ្ឍរីកចម្រើនជឿនលឿនមានកិត្តិយសស្មើមុខស្មើមាត់លើឆាកអន្តរជាតិដែលឡែកសាកលវិទ្យាល័យជាតិគ្រប់គ្រងកំពុងចាត់តាំងអនុវត្តយ៉ាងពេញទំហឹងគោលនយោបាយកែតម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការរបស់រាជរដ្ឋាភិបាលនិងបន្តខិតខំបំពេញបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ធនធានមនុស្សអាដាមហ៊ុនម៉ាណែតបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនិស្សិតដែលបានខិតខំប្រឹងប្រែងសិក្សានិងបានបែងចែកពេលវេលាចូលរួមជាមួយការងារស្ម័គ្រចិត្តនៅក្នុងសង្គមអាដាមហ៊ុនម៉ាណែតបានកោតសរសើរក្រុមនិស្សិតចំនួន5ក្រុមដែលបានឡើងធ្វើបទបង្ហាញក្នុងការប្រកួតប្រជែងការស្រាវជ្រាវជាក្រុមដែលមានបច្ចេកទេសចុះស្រាវជ្រាវដែលបង្ហាញនៅលទ្ធផលដ៏ល្អប្រសើរអាដាមបានជំរុញឲ្យនិស្សិតជ័យលាភីទាំងអស់បន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការស្រាវជ្រាវបង្កើតនៅគំនិតថ្មីៗទន្ទឹមនឹងបង្កើតនៅគំនិតថ្មីនោះក៏ត្រូវអនុវត្តផងដែរទើបធ្វើឲ្យយើងទទួលបានជោគជ័យក្រុមដែលទទួលបានជ័យលាភីត្រូវបានអាយដាមហ៊ុនម៉ាណែតប្រគល់ជូនពានរង្វាន់មួយមេដាយជ័យលាភីម្នាក់មួយនិងថវិកា$500អាមេរិកដែលបានលើកពីប្រធានបទស្ដីពីការស្រាវជ្រាវបង្ហាញពីស្ថានភាពប្រាក់បៀវត្សរបស់រោងចក្រកាត់ដេរនៅប្រទេសកម្ពុជាអាយដាមហ៊ុនម៉ាណែតក៏បានប្រគល់ជូនប័ណ្ណសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំ240នាក់របស់សាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ